សូមជូនរឿងក្មេងស្រីក្រីក្រនិងដើមឈើវេទមន្តនៅជិតប្រាសាទចាស់មួយមានក្មេងស្រីក្រីក្រម្នាក់ឈ្មោះស្រីពៅនាងរស់នៅជាមួយម្ដាយដែលមានជីវភាពលំបាកពួកគេធ្វើការខិតខំរាល់ថ្ងៃមួយស្រីពៅបានឃើញដើមឈើធំមួយវាមានអារម្មណ៍ដូចជាមានអ្វីពិសេសនាងបានប៉ះវាដោយក្តីចាប់អារម្មណ៍ស្រីពៅចាប់ផ្ដើមថែរក្សាដើមឈើនាងស្រោចទឹកនិងសម្អាតជុំវិញវានាងធ្វើដោយចិត្តស្មោះទោះបីជាខិតខំក៏ជីវិតនៅតែពិបាកអាហារមានតិចតួចស្រីពៅមិនបោះបង់ឡើយថ្ងៃមួយដើមឈើបានភ្លឺចេញពន្លឺវិញ្ញាណដើមឈើបានបង្ហាញខ្លួនវានិយាយជាមួយស្រីពៅដោយសន្តិភាពដើមឈើបានផ្ដល់ផ្លែឈើវេទមន្តវាអាចជួយគ្រួសារនាងបានស្រីពៅអរគុណយ៉ាងខ្លាំងស្រីពៅយកផ្លែឈើទៅឲ្យម្ដាយរីករាយនិងភ្ញាក់ផ្អើលពួកគេចាប់ផ្ដើមមានជីវិតល្អឡើងជីវិតពួកគេបានផ្លាស់ប្ដូរពួកគេរស់នៅសុខសាន្តស្រីពៅនៅតែមានចិត្តល្អដដែលស្រីពៅបានរៀនថាការខិតខំនិងចិត្តល្អមានតម្លៃ Grandma, I brought you some អំពើ papaya. ល្អ Oh, នាំមក thank នូវ you, ផល my ល្អ dear. វិញ It looks wonderful. ហើយការ I ថែរ picked ក្សា the ធម្ម ripest ជាតិ one. គឺ You សំ are ខាន់ so ណាស់ thoughtful. I love it. Grandma, look how the plants are growing. Yes, dear, they love this warm sun and soft breeze. Can I help with the weaving later? Of course, we'll make a beautiful mat together. Your magic is so beautiful. The magic is all around us. Look, the sunset is making us silhouettes. Goodbye, spirit.